Ý vậy hãy đam chơi anh à kê nóng bây giờ mà tục một tiền anh ai tại anh đang ăn khâu cái tàu bóc ali à នៅមុខវិមាននៃឋានសួគ៌មានទេពពីរអង្គនិងអារក្សបិសាចពីរក្បាល ទេពអាគីឯងឆាប់ប្រគល់វិមាននេះឲ្យមកយើងមកណែស្ដេចបិសាចឯងមកចង់ដណ្ដើមវិមានរបស់យើងតើឯងមានដឹងដែរទេតាំងពីដើមមកមិនដើមមានបិសាចណាដែលអាចយកឈ្នះព្រះបាននោះឡើយ កាលពីមុនមិនមានមែនតែឥឡូវមានហើយលោកម្ចាស់យើងទើបតែសម្រេចនៅវិជាបិសាចបើចង់យកឈ្នះទេពដូចជាពួកឯងនេះងាយស្រួលដូចជាបកជ័យចិញ្ចាំបើពួកឯងមិនចង់វេទនាទេឆាប់ចុះចេញពីវិមាននេះភ្លាមទៅហើយឲ្យលោកម្ចាស់យើងគ្រប់គ្រងវិមាននេះ មែនហើយបើពួកឯងមិនចង់ស្លាប់ទេឆាប់ចាក់ចេញពីផ្លូវរបស់យើងទៅយើងអាចនឹងបង្ខំចិត្តយកពួកឯងធ្វើជាកូនចៅ ណែស្ដេចបិសាចឯងគិតថាឯងអស្ចារ្យប៉ុណ្ណាទៅបានជាចង់យកលោកម្ចាស់យើងធ្វើជាកូនចៅសូម្បីតែប៉ុនម្រាមណៃក៏ពួកឯងមិនស្មើនឹងលោកម្ចាស់យើងដែរ គ្រាន់តែនិយាយប៉ុណ្ណឹងឯងគិតថាយើងខ្លាចពួកឯងមែនទេកាលពីមុនយើងខ្លាចពួកឯងមែនប៉ុន្តែពេលនេះយើងបានសម្រេចនៅវិជាបិសាចគុំថាឡើយត្រឹមតែទេវគីម្នាក់ទោះបីជាព្រះអិនមកក៏យើងមិនខ្លាចដែរយើងមើលទៅពួកឯងពិតជានិយាយមិនចេះស្ដាប់គ្នាមែនមើលទៅមានតែការប្រយុទ្ធទេទើបធ្វើឲ្យពួកឯងស្ងប់ចិត្តបាន នៅពេលដែលទេពអាគីបានឃើញថាស្ដេចអារក្សបិសាចនិយាយមិនចេះស្ដាប់គ្នាទ្រង់ក៏បានបើកការប្រយុទ្ធជាមួយនឹងស្ដេចបិសាចមួយនោះការប្រយុទ្ធរវាងអារក្សបិសាចជាមួយនឹងទេពអាគីធ្វើឲ្យឋានសួគ៌និងឋានមនុស្សលោកមានការរំគោះរំកើការប្រយុទ្ធឡើងសន្ធឹកផ្ទៃមេឃចាប់ផ្ដើមអូអប់មានពន្លឺរស្មីផងរួមទាំងចំហាយបិសាចសាយភាយមកលើផ្ទៃផែនដីបណ្ដាលឲ្យមានផ្គររន្ទះនិងខ្យល់ជាខ្លាំងដែលធ្វើឲ្យមនុស្សលោកភ័យខ្លាចមិនហ៊ានចេញមកក្រៅនាំគ្នាពួនសង្ងំនៅក្នុងផ្ទះបន្ទាប់ពីការប្រយុទ្ធរវាងស្ដេចបិសាចនិងទេពអាគីអស់រយៈពេល7យប់7ថ្ងៃស្ដេចបិសាចក៏ចាប់ផ្ដើមអស់កម្លាំងបន្តិចម្ដងចំណែកទេពអាគីមិនខុសពីស្ដេចបិសាចប៉ុន្មាននោះទេកម្លាំងនៃវេទមន្តរបស់ទ្រង់ក៏បានចុះខ្សោយបន្តិចម្ដង ការប្រយុទ្ធមួយនេះពិតជាអស្ចារ្យខ្លាំងណាស់7យប់7ថ្ងៃហើយនៅតែមិនដឹងឈ្នះចាញ់ណែទេវគីឯងគួរតែចុះចាញ់យើងទៅមិនបានទេយើងមិនអាចចាញ់ឯងនោះឡើយទោះបីជាត្រូវបដូរជីវិតយើងក៏ដោយ ព្រះអង្គមិនគួរណាព្រះអង្គបដូរជីវិតជាមួយនឹងបិសាចនោះទេ ឯងកុំព្រួយបារម្ភជាមួយនឹងយើងអីមហិទ្ធិឫទ្ធិរបស់បិសាចនោះស្មើនឹងយើងវាមិនអាចធ្វើឲ្យយើងស្លាប់បាននោះទេទេវគីយើងនឹងបដូរជីវិតជាមួយនឹងឯងហើយពេលនេះទោះបីជាយើងស្លាប់ក៏អស់ចិត្តដែរ នៅក្នុងពេលនោះដែរបិសាចនិងទេពអាគីក៏បានប្រើកម្លាំងទាំងអស់របស់ពួកគេវាយប្រហារទៅកាន់គ្នាទៅវិញទៅមកដែលធ្វើឲ្យបិសាចនិងទេពរបួសបិសាចនិងទេពអាគីក៏បានប្រែកាយហើយធ្លាក់មកកាន់ឋានមនុស្សលោករីឯកុមារតូចដែលជាកូនចៅរបស់ទេពអាគីនិងកូនចៅរបស់ស្ដេចបិសាចពួកគេទាំងពីរក៏បានចុះទៅតាមម្ចាស់របស់ពួកគេរៀងៗខ្លួនដើមឈើដែលជាទេពអាគីក៏បានធ្លាក់ទៅចំផ្ទះកសិករ2នាក់ហើយកសិករទាំងពីរក៏មានកូនស្រីម្នាក់ផងដែរហើយគាត់មានឈ្មោះថាក្រពុំពួកគាត់ទាំង3ក៏មានការចម្លែកនៅក្នុងចិត្តជាខ្លាំងហេតុអ្វីបានជាមានដើមឈើធ្លាក់មកពីលើបែបនេះ ពុកម៉ែហេតុអ្វីបានជាដើមឈើមួយនេះវាធ្លាក់មកពីលើអញ្ចឹង ពុកមិនដឹងបើវាធ្លាក់មកពុកមកទៅវាប្រហែលជាដើមឈើស័ក្តិសិទ្ធិដែលធ្លាក់មកពីឋានសួគ៌ក៏ថាបាន មែនតើតែពេលដើមឈើធម្មតាណាធ្លាក់មកពីលើមិនអញ្ចឹងនោះ ចំណែកដើមឈើមួយទៀតដែលជាស្ដេចបិសាចបានធ្លាក់ចំនៅមុខផ្ទះរបស់គ្រូធ្មប់ម្នាក់ យីវ៉ៃហើយដើមឈើអាណាគេនឹងវិញយកមកទុកមុខផ្ទះអញហើយតែអញដឹងអញខោកឲ្យទៅបោកអាលីអា កំពុងតែនិយាយសុកស្រាប់តែគ្រូធ្មប់មានអារម្មណ៍ថាចម្លែកក្នុងចិត្តជាខ្លាំងតើសារតែគាត់បានឃើញថាដើមឈើនោះពោពេញដោយចំហាយបិសាច ទេហើយដើមឈើណាមានចំហាយបិសាចចឹងវ៉ៃឬមួយអាណាគេវាចង់ថាអញវាឲ្យដើមឈើមកវាយជាមួយអញទេដឹងតែគិតយូរទៅវាមិនដែរទេវាមិនដែរអាណាគេប្រើដើមឈើមកទេអញធ្លាប់តែឃើញគេប្រើគូប្រើក្បីឲ្យមកប្រយុទ្ធជាមួយអញ កំពុងតែនិយាយសុកស្រាប់តែកូនចៅរបស់ស្ដេចបិសាចក៏បានធ្លាក់មកចំពីលើគ្រូធ្មប់មួយនោះ ជុំអញឥឡូវក៏ខ្លាំងណាស់ហាធ្លាក់មកពីលើហើយអត់ជឿអីទេសោះវ៉ៃសាំមែនណាបើកុំតែផ្លឹកមើលស្រីស្អាតកុំអីមិនធ្លាក់ចាំទេ ហើយស្អីគេធ្លាក់ពីលើហ្នឹងវើយតោះបាក់ជាអញហើយ ជុំហើយសំលេងអាណាគេហ្នឹងវ៉ៃមិនគោស្គរវេទនាខ្លាំងម៉េច នេះឆាប់ក្រោកឡើងលឿនទៅវើយបាច់ទៅយើងឥឡូវហើយ ជុំក្រុមឆាតមនុស្សតើវ៉ៃចឹងតើបានអញអត់ឈឺសោះ យីអាមួយនេះវ៉ៃហើយអញមកពីណាធ្លាក់មកពីលើនឹងចង់បាក់ជាអញនេះហា ណែតាមមកក្រឯងនិយាយស្រួលជាមួយយើងគឺជាកូនចៅរបស់ស្ដេចបិសាច អាចគួរអីអញជឿឯងទេវាមិនដែរកូនចៅស្ដេចបិសាចណាអត់ចេះហោះនេះបើគុំតែអញនៅពីក្រោមទេខំអីឯងនឹងធ្លាក់មកចិត្តរយបាត់ទៅហើយ តាធ្មប់តាឯងតាមតែជាគ្រូធ្មប់តូចតែប៉ុណ្ណឹងហ៊ាននិយាយចឹងដាក់យើងផង ចុំឲ្យវាគោឯងដឹងថាយើងគឺជាគ្រូធ្មប់ចឹង
មិនដឹងយ៉ាងម៉េចបើយើងគឺជាកូនចៅស្ដេចបិសាចរឿងរ៉ាវណាដែលពាក់ព័ន្ធជាមួយនឹងបិសាចយើងដឹងទាំងអស់ហ្នឹងហើយមហិទ្ធិឫទ្ធិទាំងប៉ុន្មានដែលឯមានហ្នឹងសុទ្ធតែបានមកពីម្ចាស់យើងទេ ហាវានិយាយមកដូចជាចំលេះឬមួយវាជាកូនចៅស្ដេចបិសាចមែនមើលទៅយើងមានតែសាក់លបងជាមួយនឹងវាទេទើបដឹងបើឯងគឺជាកូនចៅស្ដេចបិសាចមែនតើឯងនឹងទេថានៅលើខ្លួនយើងមានប្រជាអាគមប៉ុន្មានហើយនៅកន្លែងណាខ្លះបើឯងមិនដឹងទេឯងប្រកាសជាស្លាប់ដោយស្នាដៃយើងមិនខាន រឿងតូចតាចប៉ុណ្ណឹងសោះអញថាយើងមិនដឹងមែនទេនៅលើខ្លួនរបស់ឯងមានព្រះជួយអាគម3នៅលើព្រះកន្ធេរបស់ឯងមានម្ខាងមួយម្ខាងមួយ ហើយចុះមួយទៀតនៅកន្លែងណាឯងឆាប់និយាយលឿនមកបើមិនចឹងទេឯងនឹងស្លាប់មិនខាន បើឯងចង់ដឹងមែនយើងនឹងប្រាប់ឯងឲ្យដឹងព្រះជួយអាគមមួយទៀតគឺនៅចំកំពែណូរបស់ឯង នេះអាពីនេះឯងគួរតែឈប់និយាយហើយយើងស្ដាប់ពួកឯងទាំងពីរនិយាយឡើងកន្លះថ្ងៃទៅហើយជុំយកខ្មោចឡង យីតាឈ្មោះនេះមានខ្មោចមកពីណាគាត់គឺជាលោកម្ចាស់របស់យើង នៅពេលនោះដែរកូនចៅរបស់ស្ដេចបិសាចក៏បាននិយាយរឿងរ៉ាវនិងដំណើរដើមតងដែលធ្វើឲ្យស្ដេចបិសាចខ្លាចទៅជាដើមឈើបន្ទាប់ពីការនិយាយអស់រយៈពេលមួយសន្ទុះធំស្ដេចបិសាចក៏បាននិយាយទៅកាន់ពួកគេទាំងពីរ ណែពួកឯងទាំងពីរឆាប់ដើររកនារីដែលមានឈាមអសតឲ្យយើងមក ហើយលោកម្ចាស់ឈឺដល់ស្នានេះហើយនៅឲ្យខ្ញុំដែររកស្រីឲ្យទៀត យីអាមួយនេះវៃយើងរកស្រីដែលមានឈាមអសតមកដើម្បីជាបារាងកាយយើង អូចាំងទេអីស្មានតាលោកម្ចាស់ចង់បានស្រីស្អាត ហើយលោកម្ចាស់តែយើងគួរទៅរកនៅកន្លែងណាទៅហើយនារីដែលលោកម្ចាស់បាននិយាយនោះនាងមានរូបរាងបែបណាទៅយើងមិនដឹងទេយើងមិនដែលជួបនារីនោះផងហើយបើលោកម្ចាស់មិនដែលស្គាល់ផងឲ្យពួកយើងទៅរកមួយឃើញទៅចង់យើងមិនដឹងថានាងមានមុខមាត់បែបណាមែនប៉ុន្តែយើងដឹងថាឈាមរបស់នាងពូកែស័ក្តិសិទ្ធិខ្លាំងណាស់អាចជាបាររបស់គ្រប់ប្រភេទមិនថាទេព្រឺមនុស្សនោះទេសូម្បីតែជាពួកបិសាចដូចជាយើងក៏អាចជាបាបានដែរមិនត្រឹមតែប៉ុណ្ណឹងអាចធ្វើឲ្យយើងកើតនៅរដ្ឋអំណាចទ្វេដងទៀតផង លុះយកព្រះខែពេញបរមីផ្កាយនិងព្រះច័ន្ទរះមកទន្ទឹមគ្នាបញ្ចេញនៅពន្លឺរស្មីយ៉ាងត្រចះត្រចង់ក្រពុំអង្គុយនៅលើគ្រែនៅជិតដើមឈើដែលបានធ្លាក់មកពីលើនោះឯងនាងអង្គុយមើលទៅកាន់ពន្លឺព្រះច័ន្ទហើយនិយាយម្នាក់ឯង ហេតុអ្វីបានជាដើមឈើនេះមើលទៅដូចជាកំពុងតែជឿចាប់ខ្លាំងណាស់អញ្ចឹង នៅពេលនោះស្រាប់តែដើមឈើបាននិយាយទៅកាន់នាងហ៎តើនាងដឹងពីអារម្មណ៍របស់ខ្ញុំមែនទេ ហើយសម្លេងអ្នកណាកំពុងតែនិយាយហ្នឹង ហ៎នាងអាចស្ដាប់ឮនៅពាក្យពេចន៍ដែលខ្ញុំបាននិយាយ ខ្ញុំលើទីហើយនឹងតើអ្នកណាគេកំពុងតែនិយាយហ្នឹង គឺខ្ញុំដែលជាដើមឈើដែលនៅជិតនាងនឹងមានអ្នកណាទៀត ហើយថាម៉េចដើមឈើចេះនិយាយហើយឯងគឺជាបិសាចឬជាអ្វីបានជាមកធ្លាក់នៅមុខផ្ទះរបស់ខ្ញុំអញ្ចឹង ខ្ញុំមិនមែនជាបិសាចទេខ្ញុំគឺជាទេវតាមួយអង្គដែលមានឋានៈជាទេពអាគីព្រះអង្គទេពអាគីក៏បាននិយាយជាមួយនឹងក្រពុំប្រាប់នៅដំណើរដើមតងទាំងអស់ដែលទ្រង់បានជួបជាមួយនឹងស្ដេចបិសាចនៅក្រោមពន្លឺព្រះច័ន្ទមើលទៅពោពេញទៅដោយភាពស្ងប់ស្ងាត់និយាយគ្នាទៅវិញទៅមកពោពេញដោយក្តីរីករាយពួកគាត់ទាំងពីរក៏បាននិយាយជាមួយនឹងគ្នាអស់រយៈពេលមួយយប់លុះប្រលំឡើងព្រះច័ន្ទក៏ចាប់ផ្ដើមរះក្រពុំក៏បានស្ទុះទៅយ៉ាងលឿនយកក្អមទៅដងទឹកដើម្បីយកមកស្រោចដើមឈើដែលជាទេពអាគីនោះឯងដែលធ្វើឲ្យឪពុកម្ដាយរបស់នាងមានការចម្លែកចិត្តជាខ្លាំង ណែហេតុអ្វីបានជាក្រពុំនាងប្រញាប់ម្លេះឬមួយនាងមានរឿងអ្វីទេដឹង មានរឿងអ្វីតែពេកនេះវៃមិនឃើញនាងយកអមទេអីប្រហែលជាកូនយើងនាងទៅដងទឹកហ្នឹងតែពេកឯងនេះឆ្ងល់ខុសរឿងមែន មែនយីពេបាយជីពេអញមិនប្រាប់ខ្ញុំទេខ្ញុំមិនដឹង ចំណែកកូនចៅស្ដេចបិសាចនិងគ្រូថ្មុកកំពុងតែដើរស្វែងរកនារីដែលមានឈាមពិសេសដែលជាឈាមឱសថដែលអាចជាបាស្ដេចបិសាច ហើយវៃនឹងថាទេរ៉ូណាទេបើសំបីតមុខមិនស្គាល់ផង យីតានេះវៃតែឯងលូនោះលោតែឯងស្ងាត់មាត់មើលវិថីតាំងពីដើមមកតែឯងលូចង់100ដងហើយទ្រាំបាននឹងចាប់តែឯងស៊ីបាត់លើឯងហ្នឹង យីមិនឲ្យយើងល្អូមិនបើឲ្យតែរោមលើស្រីតែនឹងស្រីណាវតែមុខមិនស្គាល់ផងអូនឯងជួយគិតតាមមើល ចំតានេះវៃយើងអាយុចាំ1000ឆ្នាំហើយយើងថាអូនចឹង ហើយឯងហើយយើងថាជីតាឬអីយើងអាយុតំតា50ឆ្នាំជាងហ្នឹង បើមកតាឯងលកញ្ចាស់ចឹងបើមិនឲ្យហៅតាហៅថាមកចង់ ឥឡូវកុំនិយាយច្រើនដើររកទៀតទៅគីឡូខេ ពួកគេទាំងពីរខំប្រឹងដើររកនារីដែលមានឈាមពិសេសដោយពុំមានពេលឈប់ឈរនោះឡើយកន្លងរយៈពេលមួយខែក្រោយមកកូនចៅស្ដេចបិសាចនិងគ្រូថ្មុកតែងតែចាប់មនុស្សម្នាមួយថ្ងៃម្នាក់យកទៅឲ្យស្ដេចបិសាចធ្វើជាចំណីដើម្បីជាបារបួសប៉ុន្តែការជាសះស្បើយដោយការស៊ីមនុស្សយឺតខ្លាំងមែនទែន បានជាពួកឯងទាំងពីររកមនុស្សដែលមានឈាមអសត់មិនបាន ពួកយើងខំរកដែរតែរកមិនបានទេលោកម្ចាស់នឹងថានាងនៅណាផង យើងទុកពេលឲ្យពួកឯងមួយខែទៀតបើសិនជាពួកឯងមិនអាចរកឲ្យយើងបានទេយើងនឹងស៊ីពួកឯងទាំងពីរហើយ បាត់លងម្ចាស់ ចំណែកទេពអាគីរបួសរបស់ទ្រង់ក៏បានធូរស្បើយផងដែរដោយពុំបាច់ស៊ីមនុស្សដូចជាស្ដេចបិសាចនោះទេដោយសារតែទ្រង់គឺជាទេពលុះយប់មួយកុមារទេពដែលជាកូនចៅរបស់ទ្រង់ក៏បានដឹងពីវិធីដើម្បីគៀបបារបួសរបស់ទ្រង់កុមារទេពក៏បាននិយាយប្រាប់ទៅកាន់ទេពអាគី
ព្រះអង្គទូលបង្គំបានលើកមកថានៅឋាននោះលោកមាននារីម្នាក់ដែលមានឈាមអសត់ដែលអាចព្យាបាលរបួសរបស់ព្រះអង្គបាន នៅពេលនោះទេពអគ្គីក៏បានឆ្លើយទៅកាន់កុមារទេពវិញអូអញចង់ប្រាប់យើងពីរឿងនេះទេអីរឿងហ្នឹងយើងដឹងតាំងពីយើងធ្លាក់មកលើផែនដីនេះមកម្លេះ បើព្រះអង្គដឹងព្រះអង្គមិនដេចមិនប្រាប់ទូលបង្គំផងងាយស្រួលទូលបង្គំដើររកនារីម្នាក់នោះយកមកឲ្យព្រះអង្គដើម្បីព្យាបាលរបួស ទេពអគ្គីទ្រង់បានដឹងយូរណាស់មកហើយនៃរឿងរបស់នារីដែលមានឈាមពិសេសដោយសារតែកន្លះខែមុនក្រពុំដែលជាស្រីក្រមុំដែលតែងតែនិយាយលេងជាមួយនឹងទ្រង់នាងមានរបួសដៃដោយចៃដន្យហើយឈាមរបស់នាងក៏បានស្រក់ទៅលើដើមឈើដែលជាទេពអគ្គីនោះឯងហើយឈាមមួយនោះដែរធ្វើឲ្យទេពអគ្គីមានការជាសះស្បើយយ៉ាងឆាប់រហ័សហើយមូលហេតុដែលទ្រង់មិនចង់ប្រាប់រឿងនេះទៅកាន់អ្នកណាក៏ព្រោះតែទ្រង់ខ្លាចថានេះបើសិនជាយើងយកឈាមរបស់នាងប្រហែលជានាងត្រូវស្លាប់របួសរបស់យើងយូរនឹងឆាប់វានឹងជាសះស្បើយដោយខ្លួនឯងពី3ថ្ងៃក្រោយមកនៅរោមនាងក៏បានទួក្អមមួយដើរតាមផ្លូវចៃដន្យពេលនោះដែរគ្រូធ្មប់និងកូនចៅបិសាចរួមជាមួយនឹងស្ដេចបិសាចក៏បានធ្វើដំណើរតាមផ្លូវមួយនោះផងដែរនៅពេលនោះតែស្ដេចបិសាចក៏មានអារម្មណ៍ថាធំក្លិនក្រអូបឈាមដែលឈាមនោះវាក្រអូបជាផ្កាទៅទៀត ហើយអ្វីបើជាយើងធំក្លិនឈាមដែលក្រអូបខ្លាំងបែបនេះឬមួយនារីដែលមានឈាមពិសេសនាងនៅក្បែរនេះនៃពួកឯងទាំងពីរឆាប់ដើររកឲ្យលឿនទៅនារីដែលមានឈាមពិសេសនាងនៅក្បែរនេះទេ ពួកគេទាំងពីរខំប្រឹងសម្លឹងមើលដែរប៉ុន្តែមិនឃើញនារីណាម្នាក់ក្រៅពីក្រពុំដែលកំពុងតែដើរតាមផ្លូវនោះឡើយ លោកម្ចាស់ខ្ញុំអត់ឃើញនារីណាម្នាក់ក្រៅពីនារីដែលកំពុងតែដើរនោះទេលោកម្ចាស់ប្រហែលជានារីនោះហើយដែលជានារីដែលមានឈាមអសត់ឯងឆាប់ទៅចាប់នាងឲ្យលឿនមក ចំណែកក្រពុំនៅពេលដែលឃើញថាមានមនុស្សដែលមានមុខចម្លែកដើរសំដៅទៅនាងយ៉ាងលឿនធ្វើឲ្យនាងមានអារម្មណ៍ថាភ័យខ្លាចនាងក៏បានខំប្រឹងរត់ទៅមុខរហូត តាមមនុស្សទាំងអស់នេះគឺជាអ្នកណាហេតុអ្វីបានជាដេញតាមខ្ញុំអញ្ចឹង ឈប់លឿននាងអាចចាប់ឲ្យលឿនឲ្យយើងចាប់តាមសម្រួលមក នៅពេលដែលក្រពុំនាងលើបែបនេះហើយនាងក៏បានខំប្រឹងរត់ទៅមុខកាន់តែលឿន ហើយហើយមិនក៏ស្រីអីក៏រត់លឿនខ្លាំងម៉េចហានិយាយពីនាងនេះឯងឆាប់រត់ទៅតាមនាងឲ្យលឿនទៅឯងថប់ធ្វើអីបើពួកឯងរត់តាមនាងមិនទាន់ទេយើងនឹងស៊ីពួកឯងមិនខាន បាទលោកម្ចាស់ ពួកគេទាំងពីរក៏ខំប្រឹងរត់ទៅមុខបន្តទៀតរីឯក្រពុំដោយសារតែនាងភ័យខ្លាចខ្លាំងពេកនាងខំប្រឹងរត់ទៅមុខដោយពុំហ៊ានងាកក្រោយបន្តិចសោះឡើយមួយសន្ទុះក្រោយមកនាងក៏បានរត់ទៅដល់ផ្ទះរបស់នាងនៅពេលដែលទេពអគ្គីបានឃើញថាក្រពុំនាងបានរត់យ៉ាងលឿនដោយភាពភ័យខ្លាចទ្រង់ក៏បានសួរទៅកាន់ក្រពុំតាមមានរឿងអ្វីបានជានាងភ័យខ្លាចខ្លាំងបែបនេះ ចាមានមនុស្សពីរនាក់កំពុងតែដេញតាមខ្ញុំពិតជាខ្លាចខ្លាំងណាស់ នៅពេលនោះទ្រង់ក៏បានដឹងថាប្រកាសជាកូនចៅស្ដេចបិសាចមិនខាននេះប្រហែលជាកូនចៅស្ដេចបិសាចហើយស្ដេចបិសាចប្រកាសជាមកតាមពួកគេទាំងពីរភ្លាមនោះពួកគេទាំងពីរក៏បានមកដល់នៅពេលនោះដែរពួកគេក៏បានឃើញថាទេពអគ្គីដែលបានប្រែក្លាយទៅជាដើមឈើក៏បាននៅទីនោះផងដែរ លោកម្ចាស់ទេពអគ្គីនៅទីនេះដែរពួកយើងទៅធ្វើយ៉ាងម៉េចទៅ និយាយឯងគល់ងងមែនឆាប់ទៅចាប់នាងនោះមកទេពអគ្គីនៅពេលនេះកំពុងតែមានរបួសមិនអាចធ្វើអីពួកឯងបានឡើយ នៅពេលនោះពួកគេទាំងពីរក៏បានដើរសម្រុកចូលទៅចំណែកក្រពុំនៅពេលដែលនាងបានឃើញថាមនុស្សទាំងពីរនាក់នោះបានដើរចូលទៅទាំងមុខមាត់ដែលគួរឲ្យខ្លាចធ្វើឲ្យនាងមានការភ័យខ្លាចកាន់តែខ្លាំងមួយកម្រិតទៀត ពួកឯងជាអ្នកណាដែរហេតុអ្វីបានជាមកចង់ចាប់យើងបែបនេះ នាងតូចទាំងឯងនឹងតែចាប់របស់យើងហើយពួកឯងតែពេលឆាប់ចូលលឿនទៅយើងប្រញាប់ជាបារបួសផង ចំណែកទេពអគ្គីទ្រង់ក៏មិនបានធ្វើអ្វីនោះឡើយទ្រង់ក៏សម្លឹងមើលទៅកាន់ក្រពុំដោយពុំមានការព្រួយបារម្ភអ្វីបន្តិចសោះឡើយនៅពេលដែលបិសាចដើរទៅជិតទ្រង់នៅពេលនោះដែរស្រាប់តែមានភ្លើងមួយបានឆាប់ឆេះពួកគេទាំងពីររួមជាមួយនឹងស្ដេចបិសាចផងដែរនៅពេលនោះដែរទេពអគ្គីក៏បានបង្ខំចិត្តប្រែកាយទៅជាបរិសុទ្ធអ្នកទាំងដែលខ្លួនរបស់គាត់កំពុងតែមានរបួសចំណែកគ្រូស្មុកនិងស្ដេចបិសាចរួមជាមួយនឹងកូនចៅមានការឆេះឆាបជាមួយនឹងភ្លើងជាខ្លាំង ហើយអ្វីបានជាក្តៅខ្លាំងបែបនេះតើមានរឿងអ្វីកើតឡើងទៅហើយក្រែងឯងត្រូវរបួសខ្លាំងមែនទេហើយអ្វីបានជាឯងប្រែកាយទៅជាមនុស្សបាន ដើមឡើយរបួសរបស់យើងនឹងត្រូវជាក្នុងរយៈពេល 2-3 ថ្ងៃទៀតប៉ុន្តែដោយសារតែពួកឯងទើបធ្វើឲ្យយើងបង្ខំចិត្តប្រើវេទមន្តដែលមានទាំងអស់ដើម្បីកម្ចាត់ពួកឯងទាំង3នៅពេលនោះពួកគេទាំង3ក៏បានរលាយខ្លាចទៅជាផ្សែងបាត់ទៅ